បាទអសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកស្រីនិយមទៅតាមដានបាទទស្សនាបាទពេកបាទភាសាពិភពថ្មីគឺដើម្បីសង្គមផ្សាយតែរឿងថ្មីឲ្យប្រិយមិត្តយើងបាទមុននេះបន្តិចបាទពួកចៅឈ្លានពានថៃបានផ្លោងបាទគ្រាប់បាទចូលនៅតំបន់អូស្មាច់ខេត្តឧត្តរមានជ័យបាទគឺផ្លោងចូលមកទៀតហើយមហិច្ឆតារបស់ថៃគឺមិនចោលកំណត់ទេប្រិយមិត្តយើងបាទអញ្ចឹងសូមបងប្អូនជួយ share បន្តដើម្បីឲ្យបាទគេហៅថាអ្នកអន្តរជាតិបានឃើញថាថៃបាទជាអ្នកផ្លោងបាញ់មកលើកម្ពុជាបាទកម្ពុជារងការខូចខាតជាដំណំតែម្ដងប្រិយមិត្តយើងបាទយើងមើលទៅបាទគឺម៉ោង9បាទម៉ោង4យប់នេះបាទគឺថៃបានផ្លោងបាទគ្រាប់ចូលមកតំបន់អូស្មាច់បាទទឹកដីបាទខេត្តឧត្តរមានជ័យបាទគឺខ្ទីឲ្យប្រិមិត្តបាទគឺផ្លោងចូលមកតែម្ដងថៃមហិច្ឆតារបស់ថៃគឺមិនចោលកំណត់ទេបាទប្រិមិត្តយើងគឺចង់ដណ្ដើមយកទីក្រុងបាទតំបន់គឺវាយទឹកដីតែម្ដងបាទថៃបាទអញ្ចឹងហើយសូមបាទបងប្អូនបាទកងទ័ពបរិយាជនរបស់យើងសូមមានការប្រុងប្រយ័ត្នផងបាទអញ្ចឹងពួកថៃមិនចោលកំណត់ការឈ្លានពានរបស់វាទេបាទគឺវាបានផ្លោងចូលនៅបាទតំបន់អូស្មាច់ខេត្តឧត្តរមានជ័យហើយបាទគឺវាហ៊ានយកតែមែនទេណាប្រិយមិត្តយើងបាទហើយយើងមិនភ្លេចម្ចាស់ឧបត្ថម្ភទេប្រិយមិត្តយើងបាទជាងកាត់សក់បាទជាងរ៉ាបាទជាងរ៉ាហ្នឹងជាងឡានទេប្រិយមិត្តបាទជាងនេះជាងកាត់សក់បាទនៅផ្លូវខ្សែមួយយើងបាទនៅចិត្តខ្នល់តឹងស្តុកvàoក្នុងបន្តិចនេះបាទហើយខ្ញុំបាទសូមអរគុណសូមគោរពជំរាបលាសម្ដេចទ្រង់ឯកឧត្តមតែប៉ុណ្ណេះបាទបងប្អូនជួយ share បន្តទៅដើម្បីឲ្យបាទឆាកអន្តរជាតិយើងបានឃើញបានដឹងថៃវាឈ្លានពាននៅខ្មែរយើងបាទគឺវាបាញ់យើងយ៉ាងស្រោចតែម្ដងបាទប្រិយមិត្តយើង